ជម្រាបសួរវាសាជាថ្មីម្ដងទៀតហើយជាមួយនឹងវីដេអូរបស់ខ្ញុំមុខតដែរថ្ងៃនេះផងដែរខ្ញុំទៅយកប៉ាន់ស្នាក់នៅរបស់ខ្ញុំនៅប្រាំងណាប៉ុន្តែនៅកន្លែងយកហ្នឹងគឺឆ្ងាយពីផ្ទះខ្ញុំមែនតើ30គីឡូម៉ែត្រហើយចង់ដឹងថាខ្ញុំទៅកន្លែងហ្នឹងខ្ញុំប្រើមធ្យោបាយអីខ្លះបានទៅដល់អញ្ចឹងណាអញ្ចឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមកតាមដានទស្សនាវីដេអូរបស់ខ្ញុំណាថាខ្ញុំជិះអីខ្លះឆ្លងកាត់អីខ្លះហើយខ្ញុំចំណាយអីខ្លះនៅពេលដែលខ្ញុំធ្វើដំណើរម្ដងហ្នឹងអញ្ចឹងជាដំបូងខ្ញុំត្រូវជិះកង់ទៅកន្លែងចំណតរថភ្លើងនឹងសិនហើយកន្លែងចំណតរថភ្លើងហ្នឹងគឺមានចម្ងាយ2គីឡូកន្លះចម្ងាយ2គីឡូកន្លះហ្នឹងពីផ្ទះខ្ញុំទៅកន្លែងចំណតរថភ្លើងណាដើរក៏បានដែរតែដើររៀងយូរជាងជិះកង់ណាអញ្ចឹងជិះកង់ហ្មងទៅស្រួលជាងឥឡូវនេះគឺខ្ញុំមកដល់កន្លែងចំណតរថភ្លើងហើយកន្លែងចំណតរថភ្លើងនេះគេមានប្រអប់សម្រាប់ដាក់កង់ណាដាក់អញ្ចឹងម្យ៉ាងនៅតែធានាសុវត្ថិភាពកង់របស់យើងបានមួយកលៈដែរព្រោះនៅនេះមិនថានៅទីណាទេនៅកន្លែងណាក៏មានចោលដែរហើយកង់គ្រាន់តែចាក់សោនៅតាមខាងក្រៅអីអញ្ចឹងក៏ចោលនឹងលួចបានដែរអ្នកខ្លះទៅប្រលេះអាកង់ខាងមុខទៅខ្លះទៅប្រលេះកង់ខាងក្រោយទៅហើយកង់ខ្លះទៀតគេប្រលេះយកកែបកង់អញ្ចឹងណានិយាយរួមទៅឲ្យតែថាកន្លែងណាប្រលេះបានគឺលោកចៅនឹងគាត់ប្រលេះទាំងអស់ហើយបើដាក់នៅក្នុងធុងចេះអាចធានាសុវត្ថិភាពគេប្រលេះចឹងបានណាប៉ុន្តែมันអាចធានាបាន100%ទេបើសិនជាករណីចោលលួចកោះសោអីចឹងទៅហើយអ្នកដែលមកប្រាំងដបងអីគួរតែមានការប្រុងប្រយ័ត្នខ្ពស់ព្រោះអីនៅប្រាំងនេះក៏សបោចោលដែរមានចោលឆក់ក៏មានចោលលុកកប៉ៅក៏មានចោលកោះសោក៏មានចោលលួចកង់ក៏មាននិយាយរួមទៅគឺមានសពគ្រប់បែបយ៉ាងតែម្ដងហ្នឹងគឺជាផ្នែកមួយដែលខ្ញុំមកដំបងខ្ញុំមានការភ្ញាក់ផ្អើលទៅលើរឿងហ្នឹងព្រោះខ្ញុំគិតថាប្រទេសគេជឿនលឿនអញ្ចឹងមិនសមណាមានរឿងអញ្ចឹងសោះប៉ុន្តែធ្វើមិនទេបើមានអញ្ចឹងហើយអញ្ចឹងពេលយើងចេញក្រៅអីយើងគួរតែមានការប្រុងប្រយ័ត្នខ្ពស់ណាដូចតែមានពាក្យស្លោកមួយគេពោលថាណាប្រហែសបាត់ប្រយ័ត្នគង់អញ្ចឹងយើងគួរតែមានការប្រុងប្រយ័ត្នអញ្ចឹងទៅអីរបស់ទាំងអស់ហ្នឹងគឺជាទ្រព្យសម្បត្តិរបស់យើងបើសិនជាយើងប្រហែសក៏វាទៅតាមនឹងដែរអញ្ចឹងតែពេលខ្លះយើងប្រុងប្រយ័ត្នហើយក៏នៅតែបាត់ដូចតែគ្នាហ្នឹងតែប្រាប់ខ្លួនឯងលួងខ្លួនឯងអញ្ចឹងណាថាហ្នឹងវាមិនអាចនៅជាមួយយើងបានយូរទេតោះឥឡូវមកមើលការធ្វើដំណើររបស់ខ្ញុំនេះវិញមកដល់កន្លែងចរន្តរថភ្លើងហ្នឹងគឺម្ដងមុនគេមានកន្លែងទូលក់សបត់រថភ្លើងហើយចំពោះសបត់រថភ្លើងហ្នឹងចង់ទិញតាមទូហ្នឹងក៏បានចង់ទិញតាមអ៊ីនធឺណិតក៏បាននិយាយរួមទៅគឺគេមានទូលំទូលាយមែនតែនសម្រាប់ឲ្យអតិថិជនរបស់គេប្រើប្រាស់ចឹងហើយគេក៏មាន app របស់ក្រុមហ៊ុនគេដែរប៉ុន្តែខ្ញុំមាន app មួយទៀតសម្រាប់ប្រើប្រាស់ហើយ app ហ្នឹងគឺស្រួលមែនតែនអញ្ចឹងចាំមើលខ្ញុំធ្វើវីដេអូហ្នឹងមួយទៀតនៅពេលក្រោយពីវិធីជិះរថភ្លើងទិញតាម app ហ្នឹងឥឡូវហ្នឹងរថភ្លើងរបស់ខ្ញុំគឺបានមកដល់ហើយចំពោះសបត់រថភ្លើងហ្នឹងគឺតម្លៃរបស់គេពេញណា8 កន្លះប៉ុន្តែនៅពេលដែលខ្ញុំទិញសបត់រថភ្លើងនៅក្នុង app ដែលខ្ញុំបានរៀបរាប់មិញហ្នឹងគឺ7.40អញ្ចឹងខ្ញុំចំណេញបាន1.10ដែរហើយខ្ញុំជិះរថភ្លើងហ្នឹងទៅកន្លែងមេត្រូមួយទៀតណាអញ្ចឹងចម្ងាយប្រហែលជា20គីឡូជាងបើគិតជារយៈពេលវិញគឺ20នាទីជាងដែរហើយនេះវិញគឺជាផ្លាកដែលគេប្រាប់ថាគោលដៅធំរបស់គេនៅកន្លែងណាគឺគេឈប់នៅកន្លែងហ្នឹងហ្មងហើយកន្លែងគោលដៅធំហ្នឹងគឺរថភ្លើងលេងអង្គើតែហ្មងប៉ុន្តែនៅតាមផ្លូវក៏គេមានចំណតរថភ្លើងទូចដែរអញ្ចឹងបើយើងចង់ទៅកន្លែងណាយើងឈប់ត្រឹមណាអញ្ចឹងយើងអាចមើលអក្សរនៅលើហ្នឹងបានណាព្រោះគេមានប្រាប់ដែរថាទៅដល់ខាងមុខគឺចំណតអីគេអញ្ចឹងហើយនៅលើរថភ្លើងហ្នឹងក៏គេមានកន្លែងព្រីភ្លើងដោតដែរខ្ញុំនេះដឹងថាគេមានព្រីភ្លើងដែរភ្លេចយកក្បាលមកសតែខ្សែប៉ុន្តែសំណាងអីយក power bank មកតាមដែរព្រោះជីវិតអ្នកថតវីដេអូនេះគឺត្រូវការថ្មច្រើនមែនទែនព្រោះថាពេលថតវីដេអូគឺចំណាយថ្មច្រើនណាអញ្ចឹងអត់បានទេតតែមានឆ្នាំងសាក់មាន power bank មកតាមដែរហើយឥឡូវនេះមកដល់គោលដៅកន្លែងនេះខ្ញុំត្រូវជិះមេត្រូហើយអញ្ចឹងខ្ញុំចេញពីរថភ្លើងនឹងមកខ្ញុំដើរតម្រង់ទៅរកកន្លែងជិះមេត្រូហ្នឹងហើយនៅចំណតរថភ្លើងដែលខ្ញុំចោះហ្នឹងគេមានម៉ោងដាក់ឥឡូវនេះចូលម៉ោង2ជាងហើយ2 7ឬក៏8នាទីអញ្ចឹងហើយខ្ញុំក៏បន្តដំណើរទៅមុខទៀតណានៅកន្លែងហ្នឹងគេមានកន្លែង scan កាតមេត្រូ scan មើលរយៈពេលហើយនឹងចំនួនដងរយៈពេលឧទាហរណ៍ថាដូចអ្នកខ្លះគាត់បងខែអញ្ចឹងចង់ដឹងថាដងថ្ងៃណាត្រូវបងលុយបើអ្នកគាត់ទិញចំនួនដងអានឹង scan មើលថាគាត់នៅសល់ប្រហែលដងប៉ុន្តែកន្លែងទូម៉ាស៊ីនមិញហ្នឹងគឺអត់ដើរទេខូច scan ទៅឡើងក៏ហំតេតហ្មងឥឡូវខ្ញុំមកដល់កន្លែងគេលក់សបត់មេត្រូហើយប៉ុន្តែដោយសារតែខ្ញុំមានកាតនឹងហើយអញ្ចឹងទៅខ្ញុំមក scan មើលថាបងខ្ញុំនៅសល់ចំនួនប៉ុន្មានដងអីខ្ញុំអត់សូវមកនឹងដែរអញ្ចឹងខ្ញុំទិញចំនួន10ដងហើយ10ដងហ្នឹងគឺមានតម្លៃ5.40 អញ្ចឹងណាអញ្ចឹងបើគិតជាសបត់ម្ដងតម្លៃ1.54អញ្ចឹងណាបើសិនជាគិតលុយខ្មែរថាផាក់ប្រហែល6000រៀលចុះអាចលើសនឹងតិចតួចប៉ុន្តែអានឹងខ្ញុំប្រៀបធៀបទៅជាចំនួនប្រហែលអញ្ចឹងណាសួរស្ដាប់6000ហ្នឹងដើរចេញពីមេត្រូហ្នឹងទៅក៏មកឃើញឡានក្រុងនេះប៉ុន្តែខ្ញុំអត់មានត្រូវជិះឡានក្រុងទេខ្ញុំដើរទៅបន្តកន្លែងយកកាតរបស់ខ្ញុំហើយទៅកន្លែងយកកាតរបស់ខ្ញុំហ្នឹងគេដាក់ផ្លាកបំរាមអត់ឲ្យថតអញ្ចឹងខ្ញុំអត់បានថតទេ
ចឹងទៅខ្ញុំចូលទៅដល់គេឆែកមើលកាបូបមើលអីចឹងទៅបន្ទាប់មកគេក៏ឲ្យលេខឲ្យខ្ញុំចឹងហើយខ្ញុំចាប់បានលេខ G117 នេះចឹងទៅខ្ញុំអង្គុយចាំមួយផ្លែតចាំផ្លាកនឹងលោតដល់លេខរៀងរបស់ខ្ញុំចឹងហើយចូលទៅកន្លែងទូមួយណាដែលអាចទៅយកកាតរបស់ខ្ញុំបាននិយាយរួមទៅកន្លែងចាប់លេខរងចាំនឹងដូចនៅធនាគារនៅស្រុកខ្មែរយើងដែរពេលយើងចូលក្នុងធនាគារគេឲ្យយើងចាប់លេខអង្គុយរងចាំចឹងហើយឥឡូវហ្នឹងខ្ញុំបានយកកាតរបស់ខ្ញុំរួចរាល់អស់ហើយខ្ញុំក៏ចេញពីកន្លែងយកកាតហ្នឹងចឹងទៅឥឡូវហ្នឹងខ្ញុំក៏បន្តដំណើរដើរចូលទៅក្នុងក្រុងទូលូព្រោះអីខានទៅយូរដែរហើយចូលជាមកដល់ហើយក៏ឆ្លៀតដើរលេងកំសាន្តមើលចឹងណាហើយនៅហ្នឹងគឺថាស្រស់ស្អាតមែនតើអាគាររបស់គេហ្នឹងមានពណ៌រៀងទឹកក្រូចពណ៌ដូចឥតចឹងណាប៉ុន្តែនៅនេះគឺគេល្បីហៅថាទីក្រុងពណ៌កាឈូកហើយអ្នកទាំងអស់គ្នាឃើញវីដេអូនឹងហើយយល់ថាតើអាគារទាំងអស់ហ្នឹងមានពណ៌កាឈូកដែរអត់បន្ថែមពីនឹងទៀតគេនិយាយថាស្ថាបត្យកម្មអាគារចាស់នៅកន្លែងហ្នឹងពណ៌កាឈូកនៅពេលដែលថ្ងៃរះនិងថ្ងៃលិចចំអាគារហ្នឹងអញ្ចឹងណាប៉ុន្តែមិនមែនមានន័យថាពណ៌កាឈូកចំទួយក្រោយពីបានដើរលេងក្នុងទូលូនឹងហើយចឹងទៅខ្ញុំក៏ដើរទៅជិះមេត្រូហើយខ្ញុំក៏ជិះរថភ្លើងមកវិញចឹងណាឥឡូវនេះខ្ញុំមកដល់កន្លែងចំណតរថភ្លើងចិត្តផ្ទះខ្ញុំហ្នឹងហើយមកវិញមេឃរៀងងឹតដែរហើយដើរកាត់កន្លែងចំណតរថភ្លើងនេះគេមានប្រអប់របស់ Amazon ណាកន្លែងហ្នឹងដាក់អីវ៉ាន់ហើយនឹងដកអីវ៉ាន់នៅកន្លែងហ្នឹងខ្ញុំក៏បន្តទៅកន្លែងប្រអប់ដាក់កង់របស់ខ្ញុំណារៀងភ័យដែរហ្នឹងនៅស្រុកនេះកង់ដាក់មិនស្រួលបាត់ដូចតែគ្នាហ្នឹងចឹងទៅមកមើលអត់អីទេកង់ខ្ញុំនៅក្នុងហ្នឹងគឺអត់មានតាណាទេចឹងឥឡូវហ្នឹងខ្ញុំមកយកកូនសោបើកសោរបស់ខ្ញុំសិនណាយកកង់ចេញមកខាងក្រៅសិនចង់បញ្ជាក់ថាសោនេះគឺសោសម្រាប់គេចាក់កង់ឯណាមិនមែនសោសម្រាប់ខ្ញុំមកចាក់កន្លែងហ្នឹងទេប៉ុន្តែខ្ញុំអត់មានសោចាក់ចឹងខ្ញុំយកអាសោដាក់កង់នឹងខ្ញុំមកចាក់សិនទៅហើយពេលខ្ញុំចាក់សោហ្នឹងក្រោយពីចាក់ហើយខ្ញុំសាកទាញទ្វារនឹងមើលថាទ្វារហ្នឹងមានចំហធំអត់ប៉ុន្តែពេលសាកហើយទៅទ្វារហ្នឹងមានចំហដែរតែចំហទូចមែនតើឥឡូវហ្នឹងខ្ញុំជិះកង់ត្រឡប់ទៅផ្ទះវិញណាកាន់ទូរស័ព្ទផងថតផងអញ្ចឹងរៀងភ័យដែរខ្លាចដួលហើយគិតសពទៅខ្ញុំជិះកង់ថ្ងៃនេះបាន5គីឡូដែរតា2គីឡូកន្លះទៅ2គីឡូកន្លះមកវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជម្រាបលា